怎么说？好，大家好，同学们好，我们继续上我们的快乐汉语第6课นะ video 第11播យើង好，莫老师麻烦你帮我们读一下第6课快乐汉语第6课题目我家不大第6课 video ទី6我家不大ពុសលេងទី4ណាប៉ុន្តែក្រោយសលេងទី4ដូចគ្នានេះអានទៅសលេងទី2អានថាពូតាអញ្ចឹងក្នុងគោលដៅមករៀនមេរៀនទី6ហ្នឹងទី1និយាយពីផ្ទះរបស់យើងណា talk about your house ទី2 learn hand sign for numbers អញ្ចឹងរៀនពីលេខ7ដល់លេខ10ណាទីចុងក្រោយគេ distinguish and pronunciation three in the song ណាអញ្ចឹងការហាត់វឹកហាត់ការបញ្ចេញសំឡេង G chi si ណានេះផ្ទះរបស់យើងណាអូខេអញ្ចឹងយើងមើលពាក្យថ្មីសិន生词ពាក្យថ្មី我们先学一下生词好你帮我们读一下第一个生词房子房子方方房子呢 house ផ្ទះណា第二个生词大tư a ta ប្រែថាធំ第三个生词个នឹងចំនួនណា1个2个3个1 2 3 4នោះចំនួនដែលយើងរាប់អមកថា1个人មនុស្សម្នាក់2个人មនុស្ស2នាក់ចឹងទៅ好第四个生词房间方间បន្ទប់ណា第五个生词厨房厨方厨房ផ្ទះបាយ第六个生词七ណា七第七个生词八8ណា第八个生词九9ណា9第九个生词1010你们句子好老师您帮我们读一起读句子第一个句子他家很大他家很大他គាត់家ផ្ទះគាត់ធំណា他家很大你家大吗我家也很大穆恩老师的家很大那ផ្ទះនៅគ្រូ穆恩ក៏ធំដែរ好第二个句子我家不大ផ្ទះរបស់ខ្ញុំមិនធំទេណា第三个句子你家大吗ផ្ទះអ្នកឯងធំឬទេណា第四个句子厨房不很大ផ្ទះបាយមិនធំទេមិនធំណាស់ណាទេណា厨房不很大第五个句子他家有10个房间他家有10个房间ផ្ទះរបស់គាត់មានបន្ទប់10房间បន្ទប់ណា好 number the words in the order that you hear ណាអញ្ចឹងឥឡូវយើងស្ដាប់សំឡេងក្នុងនេះខ្លួនឯងមកហើយយើងបំពេញមកណា练习好我们先看一下那个我们图片好老师麻烦您读一下他家很大他家很大ផ្ទះគាត់ធំណាស់他家有10个房间他家有10个房间ផ្ទះគាត់មាន10បន្ទប់我家不大ផ្ទះខ្ញុំមិនធំ我家有5个房间我家有5个房间ផ្ទះខ្ញុំមាន5បន្ទប់ណាអូខេយើងត្រឡប់មកមើល练习របស់យើងវឹកហាត់របស់យើង rich and much អានឲ្យភ្ជាប់ណា老师你按一下你读一下好大连线 large ធំណា好这个是房子 house 房子ណា2和 A 厨房 kitchen 厨房1 3和1厨房小 C 房间 B 10连线练习
read aloud អានឲ្យលឺណាទី1老师您读一下来跟我大声读 អានឲ្យខ្លាំងៗណា 家家我家我家我家大我家大我家很大我家很大我家不大我家不大房房房间房间5个房间5个房间有5个房间有5个房间他家有5个房间他家有5个房间造句 ផ្ទះគាត់មាន clear មានបន្ទប់5ណាបំពេញក្នុងប្រអប់ក្នុងប្រឡោះណា fill in the blank ចានេះទី1 B អីគេ大房子大房子គឺផ្ទះធំហ៎ផ្ទះធំណាទី2大房子ទី2ណា小房子小房子ផ្ទះតូចណាផ្ទះតូច小房子chứដាក់ D មកទី3大狗大狗ឆ្កែធំណា大狗 C ទី4小狗小狗កូនឆ្កែណា E 第5第5个这个什么大房间大房间 F F 大房间大的房间呢这是小房间小房间បន្ទប់តូចណាគេយើងមើលទៀត 我们来看句子 complete the dialogue according to the picture below ណាអញ្ចឹងបំពេញ clear ទៅតាមរូបភាពណាអូខេទី1ទី2老师读一下安家大吗安家大吗ផ្ទះអានធំឬទេ 安家很大安家很大大ផ្ទះរបស់អានគឺធំណាស់ណាទី2ទី2丽丽家大吗លីលីជាតាម៉ាផ្ទះរបស់លីលីនឹងធំអត់丽丽家不大លីលីជាពូតាផ្ទះរបស់លីលីមិនធំទាំងសរសេរអក្សរពូតាមកណាពេញតាមជាអក្សរចិនមកណា他的房间大吗他的房间大吗ផ្ទះរបស់គាត់បន្ទប់របស់គាត់ធំអត់他的房间大吗他的房间很大他的房间很大ផ្ទះបន្ទប់របស់គាត់គឺធំបន្ទប់របស់គាត់គឺធំណាស់ណាtranslate the following sentence បកប្រែ clear ខាងក្រោមណាអញ្ចឹង老师មុអិន老师នឹងទូ老师នឹង翻译ណា好第一个句子李小龙家有10个房间李小龙家有10个房间ផ្ទះរបស់លី小龙មាន10បន្ទប់ហាត់សរសេរយ៉ាងមកណាសេខ្មែរយ៉ាងមក第二个句子安家有7个房间安家有7个房间ផ្ទះរបស់អានមាន7បន្ទប់第三个句子李小龙家很大李小龙家很大ផ្ទះរបស់លី小龙គឺធំណាស់第四个句子我是中国人我家在北京我家不大我是中国人ខ្ញុំជាជនជាតិចិន我家在北京ផ្ទះរបស់ខ្ញុំនៅប៉េកាំង我家不大ផ្ទះរបស់ខ្ញុំមិនធំណាអូខេ complete the sentence according to the picture below អញ្ចឹងបំពេញ clear ទៅតាមរូបភាពណា老师您读一下这是我家这是我家នេះគឺជាផ្ទះរបស់ខ្ញុំណា我家不大我家不大ផ្ទះខ្ញុំមិនធំជាអក្សរតាមកណា我家有3个房间我家有3个房间ផ្ទះរបស់ខ្ញុំមាន3បន្ទប់我家的厨房我家厨房不大我家厨房不大ចក្រានបាយផ្ទះខ្ញុំមិនធំទេណាអូខេអញ្ចឹងយើងហាត់បញ្ចេញសំឡេង G T C ទាំងអស់គ្នាណា好老师您读好一起来练习声母韵母和声调鸡和一第一声鸡一鸡鸡一鸡第二声鸡一几鸡一几第三声鸡一几鸡一几第四声鸡一季鸡一季鸡几几季鸡几几季鸡和鱼chứอะไรจีอูนี่แมนอูนะคืออูนะจีอูจีนะหมดสวยฮะ鸡鱼居第一声จีอูจี
鸡与举第二声，居于举，鸡与举第三声，居于举，鸡与句第四声，居于句，这里第4呢，居举举句，居举举句， 7和1，七一七第一声，七一七，七一起第二声，七一起，七一起第三七声，一起，七一气第四七声，一气，七起起气，七起起气，七和吁，七吁曲第一声，屈于屈，七吁曲第二声，屈于曲，七吁曲第三声，屈于曲，七吁去第四屈声，于去，曲曲曲去，曲曲曲去，西和一第一声，西一西，西一西，第二声西一喜，西一喜，第三声西一喜，西一第喜，四声西一细，西一细，连读西喜喜细，西喜喜细，西和吁，第一声西吁虚，须于须，第二声西吁许，须于许，第三声西吁许，须于许，第四声西吁续，须于续，连读虚许许续，须许许续 OK អានេះយើងនឹងស្ដាប់ហើយយើងនឹងគូសលើកឃ្លាហ្នឹងដែលយើងលើកហ្នឹងបន្ទាប់ពីគ្រូចាក់ file tape សំឡេងយើងស្ដាប់ហ្នឹងតែគ្រូនឹងឲ្យគ្រូមួយនឹងអានឲ្យយើងស្ដាប់ណា好麻烦莫老师您帮我全部读一下好好，鸡一啊加，加七一啊掐，掐西一啊虾，虾鸡耶接，鸡耶接七耶切，七耶切西耶歇，西耶歇鸡一安减，鸡烟减七一安浅，七烟浅西一安显，西安显鸡有九，鸡有九七有糗，七有糗西有宿，西有宿鸡一昂酱，鸡一昂酱七一昂呛，七一昂呛西一昂象，西一昂象鸡曰撅，居曰撅七曰缺，七曰缺西曰薛，西曰薛好នេះហាត់សេអសរណាចឹងយើងហាត់សេអសរតាមគំនូសហ្នឹងមកណាហើយចប់មកម៉ោងរៀនស៊ីចប់យើងនឹងមានហាត់គំនូសហើយណាអូខេចឹងតានយឿនស្រាវជាណាសង្ខេបមេរៀនទាំង3 4 5 6ណា第4课第5课第6课的单元小解那审片好老师你读一下我们看这边就可以了。例句，这是我，这是我呢等一下这ការប្រើប្រាស់这បូក是ឬក៏ពុហើយបូកនឹង某人ណាបូកនឹង是或不是？ឧទាហរណ៍这是我នេះគឺជាខ្ញុំ 这是我爸爸，这是我爸爸នេះគឺជាឪពុករបស់ខ្ញុំណា这不是我哥哥，这不是我哥哥ណាគ្រូលើកទឹកចិត្តឲ្យពួកយើងហាត់ទៅសេអសរច្រើនណាសេអសរចិនរហូតណាយើងរៀនដល់វគ្គប៉ុណ្ណេះគ្រូជឿថាអត់សូវពិបាកមែនទេភាសាចិនណាតែមានពាក្យនិយាយខ្លួនស្រួលនិយាយប៉ុន្តែអសរចិនតើយើងហាត់ទៅសេច្រើនណាចឹងយើងមានกระดาษពីរហកឲ្យយើងហាត់ទៅសេច្រើនមកណា那是或者那不是，បូក加某人好ឧទាហរណ៍那是我妈妈，那是我妈妈នោះគឺជាម្ដាយរបស់ខ្ញុំ那不是我姐姐。那不是我姐姐នោះមិនមែនជាបងស្រីរបស់ខ្ញុំទេណា好，我们来看问句，这សំណួរណា或者那加是加人加一个妈妈。好，例句，这是你哥哥吗？这是你哥哥吗នេះគឺជាបងប្រុសរបស់អ្នកមែនទេ那是李小龙吗？那是李小龙吗នោះគឺជា李小龙មែនទេអូខេតទៅមុខទៀត好，某人
加是加某地的人，再加一个吗？问句。你是中国人吗？ ណាអញ្ចឹងនេះsomeone បូកនឹង sự បូកនឹងទីតាំងហើយបូកនឹងមកចង់សួរថាគាត់គឺជាជនជាតិចិនមែនទេណា你是中国人吗អ្នកជាជនជាតិចិនមែនទេ 他是北京人吗？他是北京人吗គាត់ជាជនជាតិគាត់គឺជាអ្នកមកពីតំបន់ប៉េកាំងមែនទេ好，某人加有，再加某物，再加吗？好，例句。你有小猫吗？你有小猫吗哥哥有狗吗？哥哥有狗吗អញ្ចឹងយើងអាចចំណាំអក្សរអត់នៅបើអត់មាន ping in យើងអាចអានបានទេរៀនមើលអក្សរចិនឲ្យចំណាំអញ្ចឹងថ្ងៃក្រោយវាមាន ping in ទេនៅពេលយើងរៀនកាន់តែច្រើនទៅឡើយមាន ping in មកប៉ុន្តែរៀន ping in ចេះសិនមកណាអូខេទៅមុខទៀត好，某人加有，加数词，加量词，再加某物。例句：我有一只猫。我有一只猫ខ្ញុំមានឆ្មាមួយក្បាលណា他有两只小狗。他有两只小狗គាត់មានអីមានកូនឆ្កែពីរក្បាលណា好，某处加大再加吗？看例句。你家大吗？你家大吗ផ្ទះអ្នកធំឬទេណា丽丽家大吗？丽丽家大吗ផ្ទះរបស់ Lily ធំអត់អូខេមុខទៀត某处加很或者加不再加大好例句李小龙家很大李小龙家很大ផ្ទះរបស់ 李小龙ធំណាស់我家不大我家不大ផ្ទះខ្ញុំមិនធំទេណា好某人加家再加有加数词再加一个再加房间句型例句他家有5个房间他家有5个房间ផ្ទះគាត់មាន5បនតុ李小龙家有7个房间李小龙家有7个房间ផ្ទះរបស់ 李小龙មាន7បនបន្ទប់好来看数字表达1到10រាប់លេខពី1ដល់10中文数字怎么写1 2 3 4 5 6 7 8 9 10ណាអញ្ចឹងនេះជាលេខណាលេខជាអក្សរចិនណាយើងអានតាមលោកគ្រូដែរមក1 2 3 4 5 6 7 8 9 10អូខេណាអញ្ចឹងសង្ខេបមេរៀនទី4ទី5សន្មតចប់តាមប៉ុណ្្នឹងណាទីទៀតយើងចូលទៅធ្វើលៀនស៊ីទាំងអស់គ្នាហ៎